Ngày nay nhung cho con với ngài. Quay lộn. Quay chơi. Welcome back សម្រាប់ខ្លួនឯងcủaខ្ញុំខានរត់ហាត់ប្រាណរយៈពេល7 ខែហើយដោយសារតែឈឺអ្នកទាំងអស់គ្នាចង់នៅពេលដែលឈឺក៏អត់មានកម្លាំងរត់ទេចឹងសម្រាប់រយៈពេលយូរខ្លាំងមែនទែនហើយថ្ងៃនេះខ្ញុំត្រឡប់មករត់វិញក្នុងចម្ងាយ10 គីឡូម៉ែត្ររយៈពេលដែលខ្ញុំសម្រាប់7 ខែហ្នឹងគឺខ្ញុំពិតជានឹកការរត់ខ្លាំងមែនទែនខ្ញុំពិតជានឹកខ្លាំងព្រោះខ្ញុំចូលចិត្តកីឡារត់ហើយបើឲ្យខ្ញុំទៅហាត់កីឡាផ្សេងៗគឺខ្ញុំមានអារម្មណ៍ថាវា boring តែម្ដងចូលកង់វិញថ្ងៃដំបូងក៏បានរត់ជាមួយបងផ្សេងទៀតដែររាល់ដងរត់តែជាមួយប្តីហើយនិងបងប្រុសទេប៉ុន្តែលើកនេះគឺមានបងប្រុស2នាក់ទៀតដែលស្គាល់គ្នាគឺបានមករត់ជាមួយដែរអញ្ចឹងមានគ្នាកាន់តែច្រើនរត់កាន់តែសប្បាយតែដោយសារតែខ្ញុំខានរត់យូរនៅពេលដែល come back មកវិញខ្ញុំមានអារម្មណ៍ថាដូចជាចាប់ផ្ដើមសារថ្មីអញ្ចឹងព្រោះខ្ញុំរត់ឆាប់ហត់ខ្លាំងមែនទែនឥឡូវខ្ញុំរត់តែបាន5 គីឡូទេcommit ថាយក10 គីឡូថ្ងៃនេះមិនតាដឹងថាយកបាន10 គីឡូទេឥឡូវបាន5 គីឡូសេរ៉ាសិននៅពីបន្ទាប់ដើរបាន5 នាទីឥឡូវបន្តទៀត commit យក10 គីឡូឲ្យបានថ្ងៃហ្នឹង Let's go Here we go Break itបាន6 គីឡូនៅសល់4 គីឡូទៀតតែមានអារម្មណ៍ថាខានរត់យូរដូចតឹងមែនតើហ្មងរត់អត់ចង់ទៅមុខទេទៅចោលអស់ហើយនិយាយរត់យឺតអញ្ចឹងខ្ញុំមកឲ្យគាត់រត់ទៅមុនខ្ញុំទៅព្រោះខ្ញុំរត់ខែ7 8អញ្ចឹងណាចង់ឲ្យគាត់ចាំទេអញ្ចឹងរត់ម្នាក់ឯងស៊ូនេះមិនសំទុំល្អចឹងអត់ក្តៅទេស្រួលរត់ប៉ុន្តែកម្លាំងខ្ញុំអត់ពេញរត់អត់រួចនៅសល់តែ3 គីឡូទៀតតឹងខ្លាំងហ្មងអូបានដំបងបណ្ដួលចិនអើយខ្ញុំសូមលាហើយទាំងអាឡាយតាំងពីគ្រប់គ្រងបានគិតទៅឆ្ងាយខ្វល់ខ្វាយនឹកស្ដាយពុំមានពេលហើយក្របម៉ានគីឡូបាយចេះអត់ដល់បាយខ្ញុំទៅតែបាន8 គីឡូទៅមុនហើយបាយបាយមកខ្ញុំនៅសល់2 គីឡូទៀតដែរត្រូវហើយនៅ1 គីឡូកន្លះទៀតហើយទៅចាប់ឡៃកាហ្វេអូខេនៅបាន9 គីឡូហើយនៅ1 គីឡូចុងក្រោយស៊ូតពីរត់បាន9 គីឡូហើយឥឡូវកាត់កន្លែងលក់នំឥឡូវចូលមកទិញសាច់កាត់នំដល់ឬក៏ដល់ទេគ្រប់10 គីឡូហើយអូហាត់ខ្លាំងអញឡើងចោកនេះ10 គីឡូអត់ងាយស្រួលយកទេហាត់ទៅរកកាហ្វេសិនបន្ទាប់ពី10 គីឡូរកកាហ្វេគ្រប់អត់គ្រប់អូតាំងផ្អឹ